ទៀតឥឡូវហ្នឹងខាងនេះបាទខ្ញុំសូមសួរលើខាងនេះប្រហែលអព្លីកេશનមានប្រហែល520បាទគាត់នឹងកាត់ចូលបញ្ជីហើយយើងនឹងទទួលចុះលេខារៀងខ្លួនដើម្បីនឹងហើយខ្ញុំមកបន្ថែមតិចដើម្បីបងប្អូនយើងបានយល់ហ្នឹងណាគឺថាបញ្ហាទី1ដោយលោកសុផាន់គឺមានយោបល់យើងបញ្ហាទី2គឺថាគណៈកម្មការចាស់ហ្នឹងគឺថាពញាពេលដល់ទៅ March 2008 election បើសិនជាអស់លោកណាមិនពេញចិត្តទៅយកឃើញថាគណៈកម្មការធ្វើអត់ត្រឹមត្រូវគឺថាធ្វើតាមច្បាប់អូខេធ្វើតាមច្បាប់គឺគណៈកម្មការហ្នឹងគេរងចាំទទួលបើសិនជាយកឃើញថាគណៈកម្មការហ្នឹងធ្វើអត់ត្រឹមត្រូវតាមច្បាប់អានេះខ្ញុំសូមជម្រាបបន្ថែមឲ្យបានទៀតទាំងអស់អូខេបងទទួលចឹងចាឥឡូវយើងទទួលអាសនៈអាសនៈលើប្រហែលបាទបាទហើយសូមចុះឈ្មោះអ្នកដែលតំណាងសម្រាប់ចូលឈ្មោះបោះឆ្នោតបាទយកចុះខាងលោកនោះប្រហែលអព្លីកេશનប្រហែលលុយ131បាទអត់ចែកទេមានពីរមានមនីអូរ៉ូពី1600ម៉ាន63ជាលុយសតបាទសូមតាដល់លុយសត1636អូ1636បាទជាលុយសតសូមតាដល់លុយសតព្រោះនេះខ្ញុំប្រមូលមកម្នាក់ខ្ញុំយកតាម136បាទជាលុយសតបាទខ្ញុំមាន5នាក់ទីមកបាទព្រោះនេះទៅអាចចេញពីលុយសតចេញពីថៃក្នុង3នាក់ហ្នឹងគេសូមជួយជាបួតនៅឡើយបាទសូមលោកកាត់បាទហើយការដែលយល់ព្រមគ្នានៅថ្ងៃនោះចូលកញ្ញាទៅគេចូលទៅសួរខ្ញុំថាស្នាគណៈកម្មការកណ្ដាលគឺចាក់វិធានការរឿងអានេះ application គឺវាមកក្រោយ ហើយយើងមិនពេញចិត្តហើយយើងមិនពេញចិត្តតែគេមិនពេញចិត្តឲ្យគេខុសគួរខាងប្រហែលទី5នាក់បាទទីថៃឆែកមិនមកមានអីឆែកថៃមានអីទៅស្អីហ្នឹងហើយបានមានបានថៃមានកន្លងអត់អីទេពេលខ្ញុំទៅមាន2នាក់បងមួយឆ្នាំបាទហ្នឹងហើយអីទីកុំឲ្យតែទៀបជាងបាទលើមិនអីទេពីព្រោះខ្ញុំលើដែរខ្លះចូលច្រើនជាងបាទបងមួយឆ្នាំបាទសូមឈ្មោះ candidate នៅក្នុងខាងលើរបស់គណៈកម្មការវត្តนะครับ candidate សម្រាប់ចូលឈ្មោះបោះឆ្នោតបេក្ខជនគេទៅគណៈកម្មការគេដឹងលោកគេក្តារហោះគឺតើគេអត់មានទេខ្ញុំស្អែកខ្ញុំធ្វើការមិនទៅគាត់តែមកសុំនិយាយពេលលោកទៅបានចម្លើយមកខ្ញុំអត់បានចម្លើយទេហើយព្រោះចាំឲ្យពេលនេះអត់មានគាត់បានការប្រកាសពីព្រោះពេលអត់ការចម្លើយអត់សួរជំនួសដែលគណៈកម្មការសុំហ្នឹងលោកមិនទាន់បានចម្លើយទេចម្លើយដែលយើងសុំពីលេហ្នឹងលោកមិនទាន់បានចម្លើយខ្ញុំចោលចំពោះផ្ទាល់បាត់លោកបាទក្នុងនេះជាមួយហ្នឹងខ្ញុំបានជម្រាបចែកឲ្យថាប្រកាសទី4គណៈកម្មភាគីគណៈកម្មការនិងភាគីគណៈកម្មការអបាសកត្រូវប្រគល់ជូនគណៈកម្មាធិការបោះឆ្នោតនៅឈ្មោះបេក្ខជនសម្រាប់ធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការពុទ្ធិកសមាគមខ្មែរប្រចាំវត្តវិបស្សនារាមឆ្នាំ2007
ក្នុងរឿងលក្ខន្តិកៈទាំងអស់ហ្នឹងគូខាងគណៈកម្មការយើងក៏មិនយល់ស្របទាំងអស់ដែរ បាទហ្នឹងលោកប្រកួតសិទ្ធិមកឲ្យយើងខ្ញុំបើថាលោកមិនយល់ស្របទេខ្ញុំដើរចេញឥឡូវនឹងកន្លែងឥឡូវ បាទអាហ្នឹង អានេះបញ្ហារបស់លោកមិនពេញចិត្តទៅធ្វើតាមច្បាប់ រឿងជាឥឡូវខ្ញុំសូម បញ្ហាទេ ខ្ញុំសូមនិយាយតិច ជប់ ខ្ញុំសូមនិយាយតិចលក្ខន្តិកៈចុងក្រោយខចុងក្រោយលោកថា យើងចាំបានតែចេញអត់បញ្ហា លោក